ចេញតែពីមកជាង thôi nhẹ ngay chỗ như này ơi sàng thế anh nhã chơi phật cà phê phật cà phê bạn đang xéo này phật cà phê tại bục បុកមានច្រើន ចុះក្រួយ3 បុកមានច្រើនមាន ចាតាអ្នកខ្លះហ្វឹកកាហ្វេចុះក្រួយ3ចឹង đạ cà phê ngon nhuông sạch phô អូអាណែចេះហ្វឹកកាហ្វេទេ chứ thế chơi phật cà phê thì ông chơi men được không đạ nhuông sạch nhuông chìm tô thế này mà hay khai thì chạy ấy tiết đó lại bờ lông ngay đạ ca đạp ô riêng mình chọc không sala hiện đa trên cao pe out rockstar យ៉ា แต่ละมันไปout rockstar แต่บ้าน psycho rockstar ហេ ដល់ពេលជាងចុចដល់ពេលឡើងទៅប្រឡងនេះខ្ញុំគិតថាចេះប្រហែលជាភ្លេច100ខ្ញុំធ្លាក់ត្រឹមហ្នឹងឯងប៉ុន្តែកូនចិត្តខ្ញុំបានប្រាប់កូនឯងហើយខ្ញុំថាមកដល់វគ្គនេះហើយត្រូវធ្វើវាឲ្យបានក៏ខ្ញុំឡើងទៅខ្ញុំមិនដឹងថាហើយក៏ខ្ញុំអត់មាន target ដែរថាខ្ញុំយកម៉ានក្អី Yes ខ្ញុំចាំឲ្យឃើញវិញឲ្យអីអ្នកចេះមកយើងឃើញវា យើងអត់ expect យេក៏ពេលខ្ញុំឡើងប្រឡងទៅក៏បាន3ខូចដែរបង King Chi បងវិធាហើយនឹងបងរត់គោក៏ពេលហើយក៏ខ្ញុំដាក់ខ្ញុំ set plan ខ្ញុំពីផ្ទះមកដែរខ្ញុំថាខ្ញុំនឹងយកណាគេ ហ្នឹង ដោយសារមុននឹងខ្ញុំចូលប្រឡងហ្នឹងក៏គេបានដាក់រូបខូចឲ្យមើលដែរបង Yes ហ្នឹងហើយ យើងទៅឆែកមើលដែរ ខ្ញុំស្ដាប់បទចម្រៀងគាត់ស្ដាប់ទៅក៏ខ្ញុំឃើញបទមួយដែលតាក់ទាញចិត្តខ្ញុំបទស្ដារជីវិត ហ្នឹង បងរត់ fit មួយ for Amra អញ្ចឹង for Amra ក៏ខ្ញុំយកបទហ្នឹងជាប់ចិត្តខ្ញុំមួយហ្មង បាទដូចថែបយើងឯងយើងមើលទៅរៀងចូលថែបយើង ថែបរបស់ មាន ខ្ញុំ អារម្មណ៍ថាយើងចូលចិត្តហ្មង វាជាថែបវាជា style អីដែលខ្ញុំពងតែនៅក្នុងហ្នឹងដែរ បាទ យ៉ាយ៉ា ក៏ខ្ញុំថាបើសិនជាខ្ញុំជាប់នឹងយករត់ធ្វើជាគ្រូរបស់ខ្ញុំ ហ្នឹងហើយ ក៏ចុចទៅរត់ចុចដែរខ្ញុំពេលហ្នឹងនិយាយសុំតោផង King Chi ពេលហ្នឹងឈឺនិយាយគាត់និយាយឡើងនេះអត់គេចេះណាអ្នក rap គេចឹងអីចឹងណាគាត់និយាយឡើងច្រើនចឹងក្រោយយករត់សុំតោមួយពេលហ្នឹងអត់ដឹងបើយល់ឲ្យអារម្មណ៍ហ្នឹងពេលដែលមានខូចច្រើនសរសើរយើង Yes វាធ្វើឲ្យយើងចាប់ផ្ដើមចិត្តទុន យើងរៀនរែកឯង នឹងរីគូយកមួយណាទេ គាត់និយាយទៅមែនឈ្នះបានយើង ហ្នឹងប៉ុន្តែក្នុងចិត្តខ្ញុំគឺខ្ញុំបាន set ពីផ្ទះមកហើយគឺខ្ញុំយករត់ក៏ខ្ញុំចាប់ដើមទៅមុំរត់មកតង់ហើយមកតង់ទៀតដល់ពីប្រឡងទៅមកវគ្គគាត់តែងតែគាត់ best សម្រាប់ខ្ញុំហ្មង Yes ហើយសម្រាប់ខ្ញុំគឺខ្ញុំនិយាយនេះអីដែលខ្ញុំមើលឃើញ បាទ artist នៅក្នុងស្រុកខ្មែរយើងដែលខ្ញុំគិតថាគាត់ជា legend សម្រាប់ខ្ញុំរត់គឺបត់គាត់លយមែនតើនិយាយត្រង់មិនគិតថាគាត់ខូចគាត់មានបញ្ហាអីខ្ញុំទៅអី យ៉ាយល់ វាជាចិត្តខ្ញុំមើលឃើញគាត់ជា legend សម្រាប់ខ្ញុំមែនដោយសារតែពេលខ្ញុំអត់តន់ស្គាល់គាត់ខ្ញុំមិនដឹងថាខ្ញុំចេះធ្វើអីខ្លះទេតែពេលខ្ញុំស្គាល់គាត់ខ្ញុំចាប់ដើមចេះបត់ចេះបែនខ្លួនឯងខ្ញុំចាប់ដើមរកឃើញ color ខ្លួនឯងថាអូខ្ញុំត្រូវទៅធ្វើចេះខ្ញុំសមជាខ្ញុំត្រូវធ្វើចេះបានជាខ្ញុំស្លៀកពាក់មិនគាត់តែប្រាប់អីចឹងរហូតឡើងដល់ចិត្តវគ្គចុងបញ្ចប់ក៏វាជួបរឿងបែបហ្នឹងទៅ បាទ ឥឡូវដូចនិយាយចឹងបើនិយាយ OG ហ្មងនិយាយភាសាថាមិនមែនមកពីបញ្ហាអីអស់ហ្នឹងទេតែប៉ិតដោយសារតែពេលហ្នឹងខូចចិត្តយើង3វគ្គបាត់ហើយ ហ្នឹងហើយ ប៉ុន្តែនៅយើងនៅតែចង់បានបងរត់គោ បាទ និយាយតែមានថា legend សម្រាប់យើងមានក្នុងបេះដូងយើងតាំងពីផ្ទះមកហើយ មួយយ៉ាងដែរដោយសារបើសិនយើងនិយាយពីរត់គោគាត់តាំងពីចម្រៀងខ្លួនទៅនៅដល់ស្រុកគេគាត់ឆ្លងកាត់រៀងច្រើនដែរតែអ្នកផ្សេងក៏គាត់ឆ្លងដែរដូចឈីដូចអីហ្នឹងក៏គាត់ឆ្លងកាត់រៀងច្រើនដែរប៉ុន្តែបើយើងគិតទៅលើ OG ថាធម្មតាទេតែយើងថែមរបៀបម៉េចអាហ្នឹងយើងត្រូវស្រឡាញ់គ្រូរបៀបអញ្ចឹងដែរព្រោះដោយសារតែមនុស្សម្នាក់បើយើងគិតមើលទៅសូម្បីតែយើងធម្មតានៅក្នុងវិស័យក៏ដោយគឺយើងត្រូវមាន role model របស់យើងមួយដែរ មួយសម្រាប់យើងដែលមើលមកអូខេដូចយើងឬមួយក៏ style គាត់មិនចេញមកយើងមានអារម្មណ៍យើងស្រឡាញ់ហ្មងអញ្ចឹងណាហ្នឹងចាំន័យថា OG គឺគាត់តាំងពីផ្ទះមកតាំងពីអត់ទាន់ចត់យកគាត់ តែឡើយបងប្រាប់ឯងរឿងមួយអត់មានគេនិយាយប្រាប់ឯងទេ បាទបង ដឹងគេ បាទ មិនប្រាប់តាណាគេអ្នកប្រាប់បងឯងតែមានមួយអ្នកប្រាប់បងហ្នឹងតែបងឆ្ងល់ដែរ បងអត់ឲ្យខ្ញុំប្រាប់ណាគេទេ តែ ប្រាប់ណាគេក៏បានដែរតែបងអត់ប្រាប់ឯងថាណាគេអ្នកប្រាប់បងឯង អូខេបង ដំបងបងអត់ដឹងដែរតែបងឆ្ងល់ឡើងថាព្រោះបងអត់ដឹងថាឯងធ្លាប់ធ្វើភ្លេងធ្លាប់ធ្វើអីចាំមកអត់ដឹងឯងតែគាត់មកប្រាប់បងយកហ្មងថាអនឯងមាន potential នៅក្នុងការធ្វើភ្លេងធ្វើចម្រៀងហើយបងឆ្ងល់ជុំ delivery មិនបានមាន potential ខាងហ្នឹងមិនបាន start ខាងហ្នឹង វិញ និយាយមែនណាបងឆ្ងល់មែនមុនពេលដែលឯងប្រាប់បងថាអនឯងធ្វើរាប់ចូល label ចូលអីហ្នឹងបងឆ្ងល់ហ្មងថាមិនបាន delivery មិនបានរបៀបថាយើងមាន potential ខាងហ្នឹង មានសមត្ថភាពធ្វើខាងហ្នឹងហ្មង ប្រាប់បងថានៅពេលប្រឡងហ្នឹងអនឯងធ្វើ play ធ្វើអីបានមកកណ្ដាល វ៉ាវអូចាំមានថាអ្នកដែលគាត់អ្នកខ្លះគាត់ដឹង តាមដឹងឥឡូវហ្នឹងតាមដឹងឥឡូវថាអនឯងធ្លាប់នៅ label បើយើងនិយាយចំហ្មងអ្នកខ្លះគាត់ដែលគាត់ទស្សនា rapper fighter ក៏គាត់អត់ដឹងពី OG ពីក្រោយខ្នងដែរ Yes OG ធ្វើភ្លេងបានច្រើនចេះធ្វើ lyric ទៀត
ធ្វើខ្លួនឯងធ្វើភ្លេងខ្លួនឯង តែពេលអាននិយាយមិ ហើយ ញ ធ្វើ ទៅ បានច្រើនទៀត បាន វា connect ទៅមួយគាត់ថាអូមូលហេតុហ្នឹងតាដោយសារតាគ្នានៅមួយតន្ត្រីរៀងយូរដែរ ត្រូវ អញ្ចឹងមិនមូលហេតុហ្នឹងហើយបានអា potential នៅក្នុងការធ្វើភ្លេងការធ្វើអីហ្នឹង lyric អីហ្នឹងវាមកឲ្យគ្នាយកមក staff ហ្មង បាទបង ហើយណាមួយជាក់ស្ដែងគាត់ទៅអូជី19ហ៎ ខ្ញុំ19បងចូលខែ4មកខ្ញុំ20 និយាយទៅគឺក្មេងតែបើយើងនិយាយពីសមត្ថភាពទៅធ្វើ play នោះមកដោយសារតែគាត់ស្រឡាញ់ហងអញ្ចឹងគាត់មានអាដងពីកណើតគាត់មកអញ្ចឹងអញ្ចឹងគាត់ធ្វើបានច្រើនតែសារបើសិនជា តែមើលឡានមើលអីនោះ ណៃ ហើយ ប ពុ ង ំទៅសារគេអត់ទេមែនតែ មាន សារ plan ច្រើន plan ច្រើនអត់ទេមែនតែសារអូជីដែរតែសារជាក់ស្ដែងតែប៉ាត់បើការជំនាន់យើងនៅក្មេងៗយូរប៉ុណ្ណឹងយើងអត់ទាន់បានដឹងថាយើងជាស្អីទេហង ត្រូវ យើងមិនដឹងថាយើងស្រឡាញ់ស្អីផងអត់ដឹងថាអនាគតយើងចង់ធ្វើស្អីទៀត ខ្ញុំបង តែអាហ្នឹងគឺក្មេងមែនតើហ្មងក្មេងអាចថា19គឺអាចនិយាយបានថាជាក្មេងម្នាក់ដែរហ្នឹងពុះពៀច្រើនហើយដឹងពីខ្លួនឯងចង់បានអីទៀត អត់បង យ៉ា តែអាណៃមានដែរគិតថារបៀបអាជីវិតពូពៀរបស់យើងហ្នឹងវាស្របពេលដែលរបៀបថាគ្រួសារយើងពិបាកទៅបានវាធ្វើឲ្យយើង ជំរុញយើង ឲ្យយើងធ្វើឬមកក៏យើងចង់តាមពីដើមមក ខ្ញុំពីដើមហ្មងខ្ញុំចង់ធ្វើអីឈ្នះយើងចង់ឈ្នះពីដើមខ្ញុំហ្មងអីខ្ញុំធ្វើអត់បាន ចុះមិញបងសួរអាណៃនៅថាអាណៃបងប្អូនម៉ែណែបងសួរនៅ នៅឯបង អាណៃបងប្អូនម៉ែណែ បងប្អូនខ្ញុំ5នាក់ខ្ញុំបងគេ អូ ពេលនិយាយប្អូនហ្នឹង អញ្ចឹងមិនមិញអត់មាននិយាយពាក្យថាបងទេឮតែនិយាយពាក្យថាប្អូនទេ ខ្ញុំបងគេមក ហ្នឹងហើយ ខ្ញុំទៅមនុស្សខ្ញុំចូលចិត្តធ្វើឲ្យឈ្នះឧទាហរណ៍ថាបើសិនជាខ្ញុំចង់ធ្វើឲ្យកៅហ្នឹងហោះខ្ញុំត្រូវធ្វើវាធ្វើម៉េចឲ្យវាហោះខ្ញុំហៅវិធីធ្វើម៉េចធ្វើឲ្យវាហោះបាន អូខេ បើសិនខ្ញុំធ្វើវាហោះខ្ញុំត្រូវហៅទៀត ហ្នឹង បើសិនខ្ញុំធ្វើបានទេខ្ញុំដេកលក់មានអារម្មណ៍មួយថាគឺស្កប់សកលហ្មង yes យ៉ាពេលហ្នឹងទៅ yes ដូចការប្រឡងដូចអីហ្នឹងគឺខ្ញុំមានឲ្យកូនចិត្តហ្នឹងមួយពេលណាខ្លះខ្ញុំ stuck ក្នុងការទៅសេ lyric វាបើដឹងស្រាប់ឯងពីមួយវគ្គទៅមួយវគ្គយើងត្រូវប្រើ color គ្រប់ទាំងអស់ហើយពីមួយវគ្គទៅមួយវគ្គហ្នឹងក៏វារៀង challenge ខ្ញុំដែរដោយសារវគ្គខ្លះវាត្រូវ color របស់ខ្ញុំប៉ុន្តែខ្ញុំត្រូវតែឈ្នះវា បាទ វគ្គដែលអត់ត្រូវ color ខ្ញុំច្រើនជាងគេគឺវគ្គ3នាក់ដូចជា fighter spirit វគ្គ fit 3នាក់កន្សឹបម៉ាក់ប៉ា បាទ វាអត់ត្រូវ color ខ្ញុំទេដែលច្រៀងបែបកំសត់បែបប្អូន melody yes បើសិនខ្ញុំប្អូន melody ខ្ញុំមាន style របស់ខ្ញុំ ហ្នឹង ប៉ុន្តែអានោះគឺវាពេលដែល play មកគឺវាពិបាកសម្រាប់ខ្ញុំខ្លាំងហ្មងតែខ្ញុំត្រូវទៅ hold style ខ្លួនឯងបាន ចឹងវាហ្នឹងវាពិបាកជាងគេសម្រាប់យើង ពិបាកទៅ say pro ស្រួលអត់ទេយើងដោយសារស្រួលណាមួយគឺខ្ញុំមាន story របស់ខ្ញុំហើយខ្ញុំអត់ទៅប្រឌិត story ពីណាមកទេ ត្រូវ ដោយសារដូចនិយាយចឹងខ្ញុំចូលចិត្តធ្វើពិត បាទ ខ្ញុំអត់រស់នៅក្នុងភាពប្រឌិត so ក៏ខ្ញុំទៅសេឲ្យអស់ខ្ញុំចាប់ដើមកាច់ខ្ញុំថា play នេះពិបាកខ្លាំងហ៎ក៏ខ្ញុំកាច់ទៅមុខទៀតមួយទឺក៏ចាប់ដើមចេញជាបត់មួយខ្ញុំឆ្លងវគ្គហ្នឹងហើយក៏ខ្ញុំស្រឡឹងទៅមើលបត់នឹងម្ដងទៀតថាខ្ញុំអាចទៅមក color ទៀតទេ អូខេ ខ្ញុំអាចរកខ្លួនឯងទៅមក color រហូតឡើងដល់វគ្គសេមីទោះបីឡើងដល់វគ្គសេមីញ៉ក់មានគ្រូអត់មានខូចក៏ដោយ បាទ ខ្ញុំពុះពៀនឹងចិត្តខ្លួនឯងខ្ញុំថាខ្ញុំយកឈ្នះវគ្គសេមីឲ្យបានទៀត បាទ ទោះបីវគ្គសេមីខ្ញុំប្រឡងដោយបុរុតក៏បានអង្គុយនៅកៅអីក៏ដោយ បាទ ខ្ញុំហើយមួយទៀតដោយសារតែនេះវាជាឱកាសដែលខ្ញុំនិយាយក្នុង podcast ខ្ញុំចង់ប្រាប់បងប្អូនថាគឺខ្ញុំទៅប្រឡងខ្ញុំយកសមត្ថភាពខ្ញុំ បាទ ខ្ញុំយកពេលវេលាមានតម្លៃខ្ញុំយកការកំប្រឹងរបស់ខ្ញុំទៅប្រឡង yes ខ្ញុំអត់បានយកការអាណិតអាសូរដើម្បីឲ្យបងប្អូនគាត់ថាអូអាមួយនេះឡើងទៅប្រឡងដើម្បីការអាណិតសូរហើយបើសិនជាអត់មានសមត្ថភាពទេក៏ហើយអត់មានបងប្អូនស្រឡាញ់យើងអត់មានស្រឡាញ់ vote ក៏ខ្ញុំអត់បានមកដល់ថ្ងៃនេះដែរ អូខេ គឺទាំងអស់ហ្នឹងចេញមកពីបងប្អូនទេ ហ្នឹងហើយ ខ្ញុំអត់បានយកការអាណិតអាសូរយកអីមកប្រឡងនេះជាពេលដែលខ្ញុំចង់និយាយវា បាទ ចាឥឡូវខ្ញុំបាននិយាយវាហើយ អូខេ yes គឺខ្ញុំប្រឡងហ្នឹងគឺខ្ញុំដាក់កាយដាក់ចិត្តខ្ញុំថាធ្វើម៉េចខ្ញុំឈ្នះហើយខ្ញុំសួរថាខ្ញុំឈ្នះដើម្បីអីខ្ញុំឈ្នះដើម្បីមុខមាត់គ្រូខ្ញុំដែរ អូខេ ទោះពេលនេះគាត់នៅមិនក៏ដោយ បាទ ទោះបីខ្ញុំធ្លាក់ក៏ខ្ញុំធ្លាក់ឲ្យវាមានមុខមាត់ដល់គ្រូខ្ញុំដែរថាគ្រូខ្ញុំខ្លាំង បាទ ខ្ញុំសម្រេចរហូតវគ្គសេមីខ្ញុំសម្រេចម្ដងគាត់បានហើយរហូតចូលមកដល់វគ្គ final ចូលមកដល់វគ្គ final ខ្ញុំនិយាយឲ្យវា public ហ្មងវគ្គ final ហ្នឹងគឺវគ្គហ្នឹង play ខ្ញុំធ្វើខ្លួនឯងវគ្គដែល final ចាក់ហ្នឹងគឺ play ខ្ញុំធ្វើខ្លួនឯង តែឥឡូវបងសួរមួយណាព្រោះសារហ្នឹងបងដឹងតិចតួចអាណៃធ្វើ2បត់ត្រូវ ទៅពីបត់តែបត់ទី1ហ្នឹងខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងបើឡើងទៅតដង្ហើមខ្ញុំតពីម៉ាស៊ីនខ្ញុំតដង្ហើមដង្ហើមម៉ាស៊ីនតែនេះវាជ្រៀងរបងនោះលោកឆាហើយយើងហែបមួយ audience មួយក្រោតទៀតក៏ខ្ញុំមានអារម្មណ៍ថាបត់នេះអត់ត្រូវមួយខ្ញុំក៏វត្តបត់នឹងចោលខ្ញុំធ្វើបត់មួយទៀតខ្ញុំហៅ color អាហ្នឹង color ខ្ញុំមក បាទ គួយគូសភ្លេងទុំសែនទៅបង DJ ជីបងបាយគិតអានេះមិនដែរដំបងសែនទៅគាត់ថាគាត់នឹងយេអូននេះស្រាប់អត់កើតឬអូនអត់លុយតែមិនណាសែនទៅអញក៏ដាក់ I like it ម៉ែអូឆេយកឲ្យប៉ុណ្ណេះធ្វើតទៀត
ពីមុនក្មេងនេះអត់លុយតែពេលនេះក្មេងនេះវាលុយ យ៉ា ដល់ចេញអាហ្នឹងមកហ្នឹងហើយក៏បោះឲ្យបង្ឈីធ្វើថែមទៀត អូខេ តែវាចេញជាសមិទ្ធផលមួយក៏ខ្ញុំសប្បាយចិត្តនៅក្នុងបទហ្នឹងដែរខ្ញុំស្ដាប់បទហ្នឹងហើយខ្ញុំដាក់កាសគ្រប់ពេលហើយបងឈីក៏គាត់រៀងភ័យដែរបងឌីជីឈីគាត់ថាអូននេះចិត្តដល់ថ្ងៃណាបងមានពេលកែទៀត